សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Khmer Movie Insight សូមចែកជូនរឿងមួយដែលមានចំណងជើងថារឿងគ្រូធ្មប់អត់សក់ The Hairless Witch តែមុននឹងចូលដល់សាច់រឿងសូមជួយចុច Subscribe ហើយចុចរូបកណ្ដឹងផងណាបើមិនទាន់បាន Subscribe និង Like and Share ដូច្នេះសូមតាមដានសម្ដាប់ដូចទៅរឿងរបស់យើងដំបូងចាប់ផ្ដើមឡើងចេញអំពីក្រុម Smurf កំពុងតែអង្គុយជុំគ្នានិទានរឿងពីប្រវត្តិរបស់ Smurfette តាមពិតម្នាក់ស្រីឈ្មោះ Smurfette សោះដែលដូចតែអ្នកទាំងអស់គ្នានឹងបានដឹងហើយថានាងនឹងគឺជា Smurf តែបង្កើតឡើងដោយ Gargamel ដើម្បីពង្វក់ចិត្ត Smurf ប្រុសផ្សេងទៀតពេលដែល Smurfface នាងបានមករស់នៅក្នុងភូមិរបស់ Smurf កាលពីដំបូងនោះនាងបានធ្វើឲ្យសភាពនៅក្នុងភូមិនេះមានភាពរញ៉េរញ៉ៃដែលធ្វើឲ្យ Smurf ផ្សេងទៀតនឹងចង់ឲ្យនាងរត់បាត់ពីក្នុងភូមិនេះប៉ុន្តែប៉ាប៉ា Smurf បានជួយឲ្យនាងក្លាយទៅជា Smurf ពិតប្រាកដមួយដោយរូបមន្តដ៏ពិសេសអស្ចារ្យដែលគ្មានអ្នកណាដឹងទេបន្ទាប់មកប៉ាប៉ាក៏បានបង្ហាញនៅក្តីស្រឡាញ់ការអាណិតអាសូររបស់គាត់ទៅកាន់នាងដែលធ្វើឲ្យនាងនឹងបានក្លាយទៅជាសមាជិក Smurf ពិតប្រាកដនៅក្នុងភូមិនេះភ្លាមនោះស្រាប់តែ Smurfface នាងបានហក់លោតចុះចូលទៅក្នុងទឹកលេងបន្ទាប់មកស្បែករបស់នាងក៏ប្រែក្លាយទៅជាពណ៌ប្រផេះដែលជាពណ៌ស្មៅចិត្តអាក្រក់បន្ទាប់មកនាងក៏បានធ្វើបាបបងប្អូនរបស់នាងរញ៉េរញ៉ៃយាយពេញនោះទាំងអស់តែម្ដងតែរឿងដែលកើតឡើងនេះគឺគ្រាន់តែជាសុបិនអាក្រក់របស់នាងប៉ុណ្ណោះដែលតែងតែកើតឡើងរាល់ថ្ងៃខួបកំណើតរបស់នាងប៉ាប៉ាក៏បានរត់មករកនាងហើយឃើញនាងមានភាពភិតភ័យបែបនេះប៉ាប៉ាក៏បានប្រាប់នាងថាវាមិនសំខាន់អ្វីទេថាកូនមកពីណានោះអ្វីដែលសំខាន់នោះគឺកូនបានជ្រើសរើសក្លាយជាមនុស្សល្អអញ្ចឹងសម្ដីនឹងបានធ្វើឲ្យនាងមានការសប្បាយចិត្តឡើងវិញម្ដងទៀតបកមកមើលទូចិត្តអាក្រក់របស់យើងវិញដែលគឺជា Gargamel និង Ariel អញ្ចឹងអ្នកទាំងអស់គ្នាសូមទះដៃជួយអបអរសាទរពួកគេផងបែរលើនេះពួកគេទាំងពីរអ្នកនេះពិតជាមានភាពល្បីល្បាញខ្លាំងមែនទែនដូចជាតារាពិភពលោកអញ្ចឹងសារព័ត៌មានល្បីៗបានចុះផ្សាយអំពី Gargamel ដោយបញ្ជាក់ថាគាត់នឹងបានក្លាយជាតារាល្បីខ្លាំងនៅពេលដែលគេបានបង្ហោះវីដេអូមួយអំពីគាត់ដោយគាត់នឹងបានប្រើវេទមន្តធ្វើឲ្យឡានមួយហោះបន្ទាប់មកឡាននឹងក៏ហោះធ្លាក់ចុះមកកិនគាត់តែគាត់មិនបានបាត់បង់ជីវិតហើយឥឡូវនេះ JK និងឆ្មារបស់ខ្លួននឹងគឺកំពុងស្ថិតនៅក្នុងទីក្រុងប៉ារីសពេលកំពុងតែជិះឡានត្រឡប់ទៅសន្តាគារដែលខ្លួនស្នាក់នៅវិញនោះ JK និងឆ្មារបស់ខ្លួនកំពុងតែជែកគ្នាអំពីទឹកវេទមន្តដែលនៅសល់តាំងពីវគ្គមុនដែលគាត់នឹងបានទៅរើសវាចេញពីក្នុងទឹកឥឡូវនេះគាត់ត្រូវការវាបន្ថែមទៀតដើម្បីឲ្យមនុស្សគ្រប់គ្នានឹងគោរពគារចង់និយាយថាឥឡូវនឹងអូស្ត្រាលីគេល្បីខ្លាំងណាស់មានទាំង Facebook ទៀតបាត់ពិតជាល្បីមែនទែនអញ្ចឹងឥឡូវនេះពួកគេនឹងកំពុងតែធ្វើដំណើរទៅកាន់សន្តាគារដែលគីកាមេកំពុងស្នាក់នៅគ្រាន់តែទៅដល់ភ្លាមនោះឆ្មារបស់ Gargamel ក៏ស្រាប់តែបានឃើញប្រអប់កាដូមួយពេលដែលបើកកាដូនោះទៅវាគ្រាន់តែជាពន្លឺពណ៌បៃតងមួយដែលធ្វើការបញ្ឆោតឡើងដោយ Tassie និង Hackers អញ្ចឹងពីរអ្នកនេះគឺជា Smurf ចិត្តអាក្រក់ដែលបង្កើតឡើងដោយ Gargamel មើលទៅពណ៌របស់ពួកគេនឹងក៏ដឹងដែរគឺមានពណ៌ប្រភេទ Gargamel នឹងបាននិយាយថាបើពួកឯងទាំងពីរអ្នកគឺជាស្មើពិតប្រាកដនោះគឺមានពណ៌ខៀវពួកឯងអាចនឹងជួយបង្កើតធម៌ពលឲ្យយើងបានហើយតែចង្រៃអីវាទៅមិនកើតដោយសារតែពួកឯងនឹងមិនមែនជាស្មើពិតប្រាកដដូច្នេះយើងត្រូវការរូបមន្តសម្ងាត់ដែលបានប្រែស្មើហ្វេកូនស្រីអុកដញោរបស់យើងនោះឲ្យទៅជាស្មើពិតប្រាកដនោះឲ្យបានរួចហើយយើងនឹងអាចបង្កើតស្មើឲ្យច្រើនហើយយកធម៌ពលរបស់ពួកគេមកគ្រប់គ្រងពិភពលោកហូបាទចឹងចាំមើលរូបមន្តនឹងអាមេចបានអត់បកមកមើលភូមិស្មៅវិញឥឡូវនេះបងប្អូនរបស់ Smurfette ទៅនឹងកំពុងតែរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងធំអស្ចារ្យដើម្បី surprise នាងភ្លាមនោះស្រាប់តែពេលនាងដើរជិតមកដល់កន្លែងរៀបចំពិធីក្រុមបងប្អូនរបស់នាងក៏បានលាក់រឿងគ្រប់យ៉ាងមិនឲ្យនាងដឹងពេល Smurfette នាងបានដើរសួរគេគ្រប់គ្នាតែគ្មាននរណានឹងនិយាយថាដឹងអ្វីនោះទេគឺសម្ដែងថាពួកគេនឹងភ្លេចដែលរឿងទាំងអស់នេះធ្វើឲ្យនាងមានការអាក់អន់ស្រពន់ចិត្តជាទម្ងន់ព្រោះនាងគិតថាគ្មានអ្នកណាចាំថ្ងៃខួបកំណើតរបស់នាងនោះទេបើត្រឡប់មកដល់ក្រុមគ្រួសាររបស់ Patrickវិញថ្ងៃនេះគឺជាខួបកំណើតដ៏សប្បាយរីករាយរបស់កូនគាត់ដែលមានឈ្មោះថា Blue Patrick ក៏បាននិយាយថានៅក្នុងពិធីខួបកំណើតនេះគ្មានសណ្ដែកដីទេព្រោះមានក្មេងប្រតិកម្មជាមួយនឹងសណ្ដែកដីហើយថ្ងៃនេះផងដែរឪពុកចុងរបស់ Patrick នឹងដែលមានឈ្មោះថា Victor ក៏បានចូលរួមក្នុងកម្មវិធីខួបកំណើតនេះផងដែរ Patrick ដូចជាមិនសូវចូលចិត្ត Victor ទេបន្តិចក្រោយមក Victor នឹងក៏បានចែករបស់ញ៉ាំទៅកាន់ភ្ញៀវគ្រប់គ្នាស្រាប់តែក្មេងប្រុសម្នាក់ញ៉ាំហើយគាត់នឹងក៏មានប្រតិកម្មព្រោះមានប្រេងសណ្ដែកនៅក្នុងនោះភ្លាមនោះពួកគេក៏បានហៅឡានពេទ្យមកភ្លាមបាយ៉ាប់មែនពូវេត្រមកភ្លាមគោផ្លេតហើយហៅឡានពេទ្យផ្លឹកកាត់មកដល់ West និង Hawkers វិញដោយសារតែពួកគេមិនមែនជាស្មើពិតប្រាកដដូច្នេះចំណីរបស់ពួកគេគឺជាទឹកវេទមន្តរបស់ Gargamel តែតាមមើលទៅនឹងយើងឃើញថា Gargamel នឹងហាក់ដូចជាកំណាញ់ខ្លាំងណាស់ព្រោះទឹកវេទមន្តនឹងចិត្តអស់ទៅហើយបន្ទាប់មក Gargamelនឹងកំពុងតែមើលអំពីគម្រោងរបស់ខ្លួនក្នុងការចាប់ Smurf ដើម្បីរូបមន្តសម្ងាត់នោះអញ្ចឹងដើម្បីចាប់ Smurf បាន Gargamel នឹងកំពុងតែឈរនៅលើតួ Eiffel រួចហើយក៏ប្រើតំបន់វេទមន្តរបស់ខ្លួនដែលជិតអស់ទឹកនោះបង្កើតឲ្យមានចរន្តពន្លឺគឺខៀវចេញពីមេឃបាញ់ចូលទៅក្នុងទឹករួចក៏មានបង្កើតឲ្យមានផ្លូវសម្រាប់ឆ្លងទៅកាន់ភូមិ Smurf
Gargamel នឹងគាត់មានទំហំធំពេកមិនអាចចូលទៅកាន់ផ្លូវនោះបាននោះទេដូច្នេះ Wendy គឺជាអ្នកតាមចាប់ Smurfette ពេល Smurfette កំពុងតែដើរក្បែរទឹកនឹងស្រាប់តែ Wendy នឹងបានមកដល់ហើយនិយាយដូចជាតួអង្គកំសត់អញ្ចឹងថានាងរត់គេចពី Gargamel មិនបានប៉ុន្មាននាទីផង Wendy នឹងក៏បានចាប់ខ្លួនរបស់ Smurfette ចូលទៅក្នុងផ្លូវទឹកពណ៌ខៀវបាត់រីឯក្រុមរបស់ Smurf ដទៃទៀតនឹងខំមកជួយដែរតែជួយមិនទាន់បន្ទាប់មក Gargamel ក៏បានចាប់ខ្លួនរបស់ Smurfface បានដោយជោគជ័យហើយក៏បានយកនាងមកបន្ទប់សម្ដែងរបស់ខ្លួនដើម្បីនិយាយចរចាជាមួយនឹងរឿងរូបមន្តនោះដែលធ្វើឲ្យ Smurf คล้ายប្រែคล้ายទៅជា Smurf ពិតប្រាកដបានរូបមន្តនោះគឺជារូបមន្តដែលប៉ាប្រើដើម្បីធ្វើឲ្យ Smurfface នឹងคล้ายទៅជាស្មៅពិតប្រាកដដែលមានតែ Smurfface និងប៉ាប៉ុណ្ណោះដែលអាចដឹងពីរឿងនេះតែនាងបានបដិសេធមិនព្រមប្រាប់ដាច់ខាតមកមើលភូមិស្មៅម្ដងវិញទៀតពេលនេះក្រុមបងប្អូនរបស់ Smurfface នឹងគឺកំពុងតែជុំគ្នានៅផ្ទះរបស់ប៉ាដើម្បីរកវិធីក្នុងការជួយនាងឲ្យត្រឡប់មកវិញដើម្បីជួយនាងបានប៉ាក៏បានប្រើទឹកវេទមន្តដែលនៅសល់ដើម្បីបង្កើតឲ្យទៅជាត្បូង Crystal ដែលមានពណ៌ចែងចាំងសម្រាប់ត្បូងនេះផ្ទាល់គឺពួកគេគ្រាន់តែលេបវាចូលទៅក្នុងពោះរបស់ពួកគេតែប៉ុណ្ណោះពួកគេនឹងអាចធ្វើដំណើរទៅកាន់ផ្ទះរបស់ Patrick បានហើយដើម្បីឲ្យគាត់នឹងជួយភ្លាមនោះប៉ាក៏បានសម្រេចចិត្តថានឹងរើសយក Smurf ចំនួន3នាក់ទៀតទៅជាមួយព្រោះគាត់នឹងមានត្បូងតែ9គ្រាប់សម្រាប់ធ្វើដំណើរទៅវិញទៅមកនឹងជួយនាំយក Smurfface មកវិញដំបូងប៉ាក៏បានសម្រេចចិត្តជ្រើសរើសយក Gatsby និង Hefty តែដោយសារតែ Clumsy នឹងបានរត់មកទើបប៉ាទើបធ្វើឲ្យត្បូងនោះធ្លាក់ចូលទៅក្នុងមាត់របស់ Hefty រួចហើយ Hefty ក៏បានព្រោះត្បូងនោះធ្លាក់ចូលទៅក្នុងមាត់ Clumsy Gaston និង Vanity បើចឹង Vanity នឹងគឺជាតួអង្គដែលមានពាក់ផ្កាដែលឧស្សាហ៍ខ្វល់តែពីសម្រស់តែប៉ុណ្ណោះហើយបន្ទាប់មក Smurf ដែលត្រូវបានជួយ Smurfy ទាំងអស់ក៏បានហោះឆ្លងភពបាត់ទៅចំណែកឯផ្ទះរបស់ Patrick វិញពេលនេះនិង Blue កំពុងតែលេងជាមួយគ្នាយ៉ាងសប្បាយប៉ុន្តែ Patrick ហាក់ដូចជាបង្ហាញអត្តចរិតមិនពេញចិត្តនឹងឪពុកចុងរបស់ខ្លួនទៀតហើយតែគាត់មិនដឹងថាធ្វើយ៉ាងណានោះទេពេលដែរ Patrick និង Grace កំពុងតែពិភាក្សាគ្នាអំពីរឿង Vector No Patrick ក៏បាននិយាយថាឪពុកចុងរបស់ខ្លួននឹងបានយកសត្វសេកដែលខ្លួនស្រឡាញ់នឹងចេញពីខ្លួនសេកនោះគឺជាសត្វចិញ្ចឹមតែមួយគត់ដែលនៅសល់ពីឪពុកបង្កើតរបស់ខ្លួននិយាយមិនទាន់ចប់ប៉ុន្មានផងនឹងស្រាប់តែមានសម្លេងដូចជារញ្ជួយដីបានកើតឡើងតាមពិតវាគឺជាការមកដល់របស់ក្រុម Smurf Victor មានការភ័យខ្លាចណាស់ហើយគាត់ក៏បានត្រៀមយកដំបងនឹងរៀបនឹងវាយ Smurf ហើយគាត់នឹងស្រែកដូចជាមេមន់ស្រែករកមេឡើងផ្អើលពេញមួយផ្ទះដោយគាត់នឹងស្មានតែខ្មោចឡងពីប្រូកាសេនឹងជាប់នៅក្នុងតុតាមួយហើយរត់ចុះរត់ឡើងដោយខ្មោចមែនរីឯក្រុមស្មៅវិញស្មានតែបរិះចំណាស់នឹងគឺជា Patrick តែតាមពិតទៅនឹងគាត់គឺជាឪពុករបស់ Patrick ទេតើពួកគេក៏បានណែនាំគ្នាទៅវិញទៅមកប៉ាក៏បានណែនាំ Wendy ទៅកាន់ពួកគេហើយព្រោះអីអានេះជាតួអង្គថ្មីអញ្ចឹងទៅណោះដោយបានស្ដាប់ពីមូលហេតុដែលកើតឡើងនោះ Patrick និង Smurf ក៏បានធ្វើដំណើរទៅកាន់ទីក្រុង Paris ដើម្បីជួយរំដោះ Smurfface ពេលមកដល់សន្តាគារដែលពួកគេស្នាក់នៅនោះ Grace ក៏បាននិយាយជាមួយប្តីរបស់នាងថានាងនឹងទៅពិនិត្យមើលសន្តាគារដែរ Gargamel នោះស្នាក់នៅចំណែកឯ Patrick គាត់នឹងទៅមើលការសម្ដែងរបស់ Gargamel ថាតើមានអ្វីកើតឡើងខ្លះនៅទីនោះចំណែកឯ Victor និង Blue ត្រូវស្នាក់នៅសន្តាគារដាច់ខាតមិនឲ្យចេញទៅណានោះទេមកមើល Gargamel វិញខ្លួននឹងខំរកវិធីគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូល Smurf ឲ្យព្រមប្រគល់រូបមន្តសម្ងាត់នោះមកឲ្យខ្លួនតែមិនបានជោគជ័យទេដោយមិនបង្អង់ you know Gargamel ក៏បានកាត់សក់របស់ Smurf ហើយចូលទៅក្នុងបន្ទប់សម្ងាត់ដើម្បីបំផ្លាញសក់នោះឲ្យទៅជាធម្មពលដ៏អស្ចារ្យរួចយកវាមកបន្តការសម្ដែងរបស់ខ្លួនទៀតភ្លាមនោះផងដែរនឹង Smurfy រៀបនឹងរត់ចេញទៅហើយតែត្រូវបាន Gargamel នឹងចាប់នាងជាប់ហើយក៏បានឃុំនាងនៅក្នុងកែវមួយមកមើល Grace វិញពេលនេះនាងបានមកដល់សន្តាគារដែល Gargamel ស្នាក់នៅហើយតែនាងនៅតែមិនអាចចូលទទួលព័ត៌មានអ្វីសោះតាក់ទងនឹង Gargamel នឹងជាភ្ញៀវ web ព័ត៌មានត្រូវតែលាក់ឲ្យចិត្តដាច់ខាតនោះនាងក៏បានឃើញក្រដាស់ព័ត៌មានមួយដែលមានរូបស្រីស្អាតម្នាក់ប្រហែលជាគាត់នឹងមានតួនាទីធំល្បីហើយនៅទីនេះនាងក៏បានលួចយកក្រដាស់នោះមកជាមួយនាងឥឡូវនេះប្តីរបស់នាងក៏បានធ្វើដំណើរមកដល់កន្លែងដែរ Gargamel នឹងសម្ដែងដោយនាំយក Smurf មកជាមួយផងដែរការសម្ដែងរបស់ Gargamel ក៏បានចាប់ផ្ដើមហើយមានអ្នកគាំទ្រជាច្រើនគឺច្រើនមែនទែនតែម្ដង Patrick នឹងក៏បានចូលទៅក្នុងបន្ទប់ខ្លែងខ្លួនរបស់ Gargamel ហើយគាត់ក៏បានបើកទ្វារនោះដោយបន្លំឲ្យ Smurf ផ្សេងទៀតនឹងលួចចូលតាមទ្វារនោះដើម្បីឆែកឆេររក Smurf Grace កំពុងតែតែងខ្លួនបន្លំជាស្រីស្អាតមើលទៅដូចជាអ្នកមានអញ្ចឹងហើយនាងក៏បានដើរចូលមកនិយាយជាមួយនឹងអ្នកធ្វើការនៅឯសន្តាគារនេះក្រោយមកទើបនាងដឹងថា Gargamel គឺស្ថិតនៅជាន់ទី5តែដោយនាងគ្មានការដើម្បីឡើងជណ្ដើរយន្តនោះនាងក៏ត្រូវបានបរាជ័យនៅគម្រោងទាំងអស់នេះហើយពេលដែលដើរចេញពីជណ្ដើរយន្តនឹងនាងក៏បានឃើញបន្ទប់មួយរបស់អ្នកបម្រើនេះជាឱកាសរបស់នាងហើយនាងក៏បានលួចសម្លៀកបំពាក់មួយឈុតដើម្បីយកមកបន្លំខ្លួនឥឡូវនេះយើងកាត់មកដល់ស្មៅវិញពួកគេនឹងបានដើរចូលមកដល់កន្លែងGargamel សម្ដែងឆ្មារបស់ Gargamel នឹងក៏បានហាត់ក្លិនដឹងថាពួកស្មោមកដល់ទីនេះតែពេលដែលខ្លួនប្រាប់ម្ចាស់របស់ខ្លួនម្ចាស់របស់ខ្លួនបែរជាមិនយកអ្វីទៅវិញហើយបែរជាជួបឆ្មានោះឲ្យคล้ายទៅជាឆ្មាដ៏ធំធេងពេលនោះផងដែរ Patrick ក៏ស្រាប់តែឃើញ Victor និង Blue
បានមករងល្ខោននេះដែរហើយតូ Patrick ឲ្យពួកគេត្រឡប់ទៅផ្ទះវិញយ៉ាងណាក៏ដោយក៏ពួកគេមិនព្រមដែររាយ Smurf ទាំងអស់នោះវិញក៏បានធ្វើដំណើរទៅបន្ទប់តែងខ្លួនរបស់ KK មកចំណែក Smurfy ក៏បានរុញកែវដែលហុំព័ទ្ធនាងនោះឲ្យធ្លាក់ដីហើយនាងក៏បានរត់គេចខ្លួនបន្ទាប់មក Woxie និង Hackers ក៏បានរត់តាមចាប់នាងក្រុម Smurf ក៏បានមកដល់មាត់ទ្វារបន្ទប់តែងខ្លួនហើយបើកបង្អួចមាត់ទ្វារចូលតែពេលដែលចូលមកដល់នឹងពួកគេរកមិនឃើញ Smurfy នោះទេពុកមកកន្លែងល្ខោនវិញ Vector នឹងស្រាប់តែបង្ហាញខ្លួនហើយប្រាប់ឲ្យ Gagemo នឹងដោះលែង Smurf បន្ទាប់មក Gagemo ក៏បានប្រើវេទមន្តធ្វើឲ្យ Vector คล้ายទៅជាសត្វទាហើយ Gagemo ក៏បានប្រើប្រាស់វេទមន្តរបស់ខ្លួនចាប់ទាញ Patrick ដែរតែក្រោយមក Patrick ក៏បានរត់យក Blue និង Vector ដែលជាសត្វទារត់ចេញពីរោងល្ខោននោះបានដោយជោគជ័យបកមកក្រុម Smurf ដែលស្ថិតនៅក្នុងបន្ទប់វិញពួកគេកំពុងតែដើរក្រឡឹងពេញក្នុងនោះទាំងអស់ដើម្បីរក Smurfy តែរកមិនឃើញតែពួកគេបានប្រទះឃើញទ្វារបន្ទប់សម្ងាត់ក៏បានបើកទ្វារនោះដោយមិនទាន់បានចូលបន្ទប់នោះផងស្រាប់តែ Gigaman នឹងបានមកដល់ហើយស្រែករកកូនរបស់ខ្លួនតែគ្មានអ្នកណានៅទីនោះសោះហើយគាត់នឹងបានគិតថាពួកគេបានទៅសន្តាគាររបស់គាត់បាត់ហើយគាត់ក៏បានប្រញាប់ប្រញាល់ខ្លាំងណាស់ព្រោះដឹងតែ Patrick បានមកដល់កន្លែងគាត់អញ្ចឹងមានន័យថាក្រុម Smurf ក៏នៅមិនឆ្ងាយពីគាត់ដែរចំណែកក្រុម Smurf តែលាក់ខ្លួននៅក្បែរទ្វារបន្ទប់សម្ងាត់នោះក៏បានធ្លាក់បុករូងក្តាំងតាមជណ្ដើរក្រោមនឹងរួចហើយក៏បានចូលទៅក្នុងបន្ទប់សម្ងាត់របស់ KK ដែលមានគោលបំណងក្នុងការចាប់យក Smurfy និងទីតាំងសម្រាប់ស្រូបយកធម្មពលពី Smurf ដ៏ធំអស្ចារ្យលាក់នៅទីនេះបកមកមើល Smurfy នាងបានរត់ចេញមកខាងក្រៅ Taxi និង Hackers ក៏បានតាមនាងទាន់តែពួកគេនឹងមិនបានចាប់ខ្លួននាងនោះទេគេនឹងក៏បានប្រើល្បិចដើម្បីឲ្យ Smurfy មានអារម្មណ៍ថានាងសាក់សម្រស់នៅជាមួយនឹង Gagemo រូបប៉ារបស់នាងនឹងមិនមករកនាងឡើយហើយខុសក៏បានចូលទៅក្នុងហាងស្ករគ្រាប់មួយដើម្បីធ្វើឲ្យមានភាពញ៉ៃញ៉ៃនៅទីនោះរីឯក្រុមរបស់ប៉ាប៉ាវិញក៏បានចេញពីលូទឹកហើយក៏ជួបជាមួយនឹង Patrick ក៏បានប្រាប់ពីដំណើររឿង Vector ហើយពួកគេនឹងក៏បានប្រញាប់ប្រញាល់រក Smurfit ព្រោះដើម្បីសុវត្ថិភាពរបស់ Smurfit នឹងខ្លាចនាងប្រាប់រូបមន្តដែល Gigaman នោះចង់បានកាត់មកដល់ Smurfit បន្ទាប់ពីវេគេបញ្ចុះបញ្ចូលរួចនាងក៏បួល Smurf មកជួយ Harkus ដើម្បីបង្កើតភាពស្និទ្ធស្នាលคล้ายៗហើយពួកគេក៏បានធ្វើការវាយតប់លើអ្នកលក់ហើយជិះរទេះជីងពីកន្លែងនោះបានដោយជោគជ័យឥឡូវនេះយើងកាត់មកដល់គេខេមកជិះរទេះជាមួយនឹងឆ្មារបស់ខ្លួនគេខេមកក៏បាននឹកគិតវិធីបែបណាក្នុងការលួងលោម Smurf ឲ្យប្រាប់ខ្លួនពីរូបមន្តឆ្មារបស់ខ្លួនក៏បាននិយាយថាគួរតែធ្វើនំខួបកំណើតឬជូនកាដូទៅនាងក្រែងនាងសប្បាយចិត្តហើយប្រាប់នៅរូបមន្តនោះដោយកំពុងតែនិយាយបានបន្តិចឆ្មារបស់ Gagemo នឹងក៏បានឃើញក្រុម Smurf តែកំពុងតែជិះរទេះហើយឆ្មាដ៏គួរឲ្យស្អប់នេះបានព្យាយាមប្រាប់ម្ចាស់ខ្លួនដែរតែ Gagemo ស្រាប់តែបោះខ្លួនចេញដោយសារតែមើលទៅធុញពេកវិញតែអញ្ចឹងអាហារណែឆ្មានិងឆ្មារបស់ Gagemo ក៏បានបន្តដេញចាប់ក្រុមរបស់ Smurfette ទៀតតែពួកគេរត់គេចទាន់ហើយក៏បានហក់ជិះលើសារទារួចពួកគេក៏បានហោះទៅលើមេឃយ៉ាងសប្បាយរីករាយឥឡូវនេះ Patrick បាននាំក្រុម Smurf ត្រឡប់មកផ្ទះវិញហើយ Grace ក៏បានប្រាប់ Patrick ថានាងបានលួចឈុតអ្នកបម្រើនៅសន្តាគារដែល Gigaman នឹងស្នាក់នៅបានដែរដូច្នេះបងអាចយកសម្លៀកបំពាក់នេះពាក់បន្លំខ្លួនបានហើយភ្លាមនោះ Vic ក៏បានហោះមកតាមបង្អួចមកធ្វើឲ្យ Grace នាងមានការភ្ញាក់ផ្អើលណាស់ប៉ាក៏បានប្រាប់ថាការប្រើវេទមន្តលើ Vector នេះនឹងអាចរលាយនៅពេលមួយអញ្ចឹងកុំបារម្ភអីបន្តិចទៀតនឹងសាបលៀបហើយឥឡូវនេះយើងបកមកមើលក្រុមរបស់ Smurf វិញដែលកំពុងតែជិះបក្សីហោះហើរពេញលើមេឃ Smurfy ក៏បាននិយាយថានាងគ្មានបងប្អូនស្រីទេភ្លាមនោះ Vexy ក៏បានឆ្លើយតបថានាងអាចធ្វើជាបងប្អូនស្រីរបស់គ្នាបានពួកគេក៏បានហោះហើរទៅកាន់សន្តាគារដែលគៀកាម៉ៃស្នាក់នៅត្រឡប់មកដល់ Patrick វិញ Patrick នៅតែនិយាយថា Victor មិនមែនជាឪពុករបស់ខ្លួននោះទេ Victor ដែលជាសត្វទាដ៏កំសត់នឹងក៏បានស្ដាប់ឬសម្ដីរបស់ Patrick តែគាត់មិនបាននិយាយអ្វីទាំងអស់បន្តិចក្រោយមកអាទិចក៏បានដាក់ Smurf ចូលទៅក្នុងថង់ក្រដាសហើយគាត់ក៏បានហាមដាច់ការថាមិនឲ្យ Victor មកជាមួយឡើយគឺត្រូវតែនៅផ្ទះពេលនេះឆ្មារបស់ Gagemo ក៏បានដើរមកដល់សន្តាគារហើយដោយឆ្មានេះគឺជាភ្ញៀវ VIP អ្នកបម្រើក៏បានលើកឆ្មានេះទៅដល់បន្ទប់របស់ Gagemo តែម្ដងបាត់ពិតជាលយមែនភ្លាមនោះដែរ Patrick ក៏បានខំមកសន្តាគារហើយធ្វើសម្លេងដូចជា KK មកអញ្ចឹងបន្ទាប់មកខ្លួនក៏បានកាមុំម្ហូបហើយនិយាយថាត្រូវតែយកម្ហូបឲ្យដល់បន្ទប់របស់ខ្ញុំភ្លាមចំណែកឯ Victor វិញពេលកំពុងតែមើលរូបទានឹងស្រាប់តែឃើញកាត់សោះហើយស្មានថា Patrick ភ្លេចបន្ទាប់មក Victor ក៏បានហោះមករក Patrick នៅសន្តាគារដើម្បីយកកាត់សោះនោះឲ្យហើយពេលនោះផងដែរពេលដែល Patrick បានកំពុងនឹងរៀបនឹងឡើងជណ្ដើរយន្តកំហូបឲ្យដល់បន្ទប់កាកាម៉ៃស្រាប់តែ Victor បានស្រែកហៅគាត់ហើយប្រាប់រឿងកាត់សោះទៅដល់ Patrick ថា Patrick នឹងបានភ្លេចហើយតែតាមពិតទៅនឹងវាគឺជាកាត់បន្ទប់របស់ Patrick ស្នាក់នៅសោះបន្តិចក្រោយមកស្រាប់តែមានចុងភូមិម្នាក់នឹងបានយក Victor ទៅព្រោះឃើញថាស្មានតែទីរួចពីទ្រង់ Patrick ក៏បានផ្អាកការងារកំហូបសិនហើយទៅជួយ Victor ព្រោះខ្លាចចុងភូមិយកទៅធ្វើឆាក្តៅហូបបាត់ចំណែកឯក្រុម Smurf វិញដែលនៅក្នុងចានម្ហូបក៏ត្រូវបានអ្នកបម្រើម្នាក់នឹងដឹកជា
បញ្ជូនម្ហូបនោះតាមជណ្ដាលយន្តយកមកដល់បន្ទប់រកសាកាមេដោយមិនដឹងថាធ្វើយ៉ាងណាក្រុមស្មើក៏បានបើកគុំរបម្ហូបហើយធ្វើឲ្យអ្នកបម្រើម្ហូបនឹងភ័យរួចហើយក៏បានរុញរទេះនោះចេញទៅខាងក្រៅទ្វារតែក្រុមស្មើនៅតែអាចរួចខ្លួនមិនមានរបួសអ្វីនោះទេហើយអាឆ្មានឹងបំរុងនឹងហក់មកខាងពួកគេទៀតស្រាប់តែក្រុមរបស់ស្មើដែលបានជិះបក្សីនោះហោះបុកឆ្មានោះឲ្យដួលបន្ទាប់មកពួកគេក៏បានបិទទ្វារនោះទៅភ្លាមនោះស្រាប់តែ Smurfy បានហក់មកអប Vicky ពីលើកដំបូងចំណែកឯក្រុមរបស់ប៉ាប៉ាបានទឹមតែមើល Smurfy ពីចម្ងាយហើយនាងអាមេចក៏នាងមនុស្សដែរព្រោះទ្វារនឹងបានបិទជិតទៅហើយ Vicky នៅតែនិយាយដោយបង្ហាញការសោកស្ដាយថាប៉ាប៉ា Smurf មិនបានមកជួយនាងនោះទេ Smurfy នឹងក៏បានអន់ចិត្តដែរបន្ទាប់ពីរឿងនេះភ្លាមនោះ KK មកក៏បានមកដល់ហើយយកកាដូមកឲ្យនាងហើយនិយាយលួងលោមនាងថាប៉ាប៉ាគឺជាឪពុករបស់កូនហើយគឺជាអ្នកដែលខ្វល់តែពីកូននោះឯងបន្ទាប់ពីនាងឬសូសម្ដីរួចនាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំងហើយក៏បានបើកកាដូនោះមកស្រាប់តែឃើញរូបតុក្កតារបស់ JK មាននឹងដំបងវេទមន្តណាកតូចមួយបន្ទាប់មក JK ក៏បានដាក់បន្តក់ទឹកមុននឹងចូលទៅក្នុងដំបងវេទមន្តនាគដ៏តូចរបស់នាងនោះហើយនាងក៏បានបង្ហាញចរិតដូចជាមនុស្សអាក្រក់ម្ដងទៀតព្រោះនាងសប្បាយចិត្តនឹងការប្រើដំបងបិសាចនេះសកម្មភាពបែបនេះបានធ្វើឲ្យប៉ាប៉ាមានការបាក់ទឹកចិត្តណាស់ព្រោះគាត់គិតថានាងនឹងត្រឡប់ទៅរកភាពដើមវិញហើយបំភ្លេចអ្វីៗចោលទាំងអស់ពេលដែរនាងប្រើដំបងវេទមន្តនោះលេងស្រាប់តែវានឹងបានបាញ់ផ្លោតចំក្រុមរបស់ប៉ាប៉ាដែលឈរនៅក្បែរបង្អួចកញ្ចក់ទ្វារនោះដែលបណ្ដាលឲ្យពួកគាត់នឹងហក់ធ្លាក់ខ្ទាតចុះមកខាងក្រោមដីក្រោយមក Victor ក៏បានហោះមកជួយពួកគេរួចហើយពួកគេទាំងអស់គ្នានឹងក៏បានធ្លាក់ចូលទៅក្នុងកេះក្រដាសមួយពេលនោះផងដែរ Victor ក៏បានคล้ายទៅជាមនុស្សដូចធម្មតាតែស្រាតក្រុមរបស់ Smurf ក៏បានលាន់មាត់ថាខាងក្រោមនឹងស្អីគេពូខ្ញុំរៀងខ្លាចណាស់ហឺស្អីគេទៅនឹងពេល Gargamelបានដឹងថាក្រុមស្មឹបរបស់ប៉ាប៉ាបានមកដល់សន្តាគាររបស់ខ្លួននោះតាមរយៈឆ្មាគួរឲ្យស្អប់ខ្លួននិងក៏បានរៀបចំគម្រោងប្រញាប់ប្រញាល់ធ្វើឲ្យ Smurfy នឹងប្រាប់នៅរូបមុននោះមកឲ្យខ្លួនចំណែកឯ Patrick ពេលមកដល់ផ្ទះភ្លាមគាត់ក៏បានជែកជាមួយនឹង Grace ពីរឿងដែល Victor នឹងបានទៅសន្តាគារហើយ Patrick ក៏បាននិយាយថា Victor មិនមែនជាប៉ារបស់ខ្លួនទេហើយតែងតែនាំទុកឲ្យរហូតភ្លាមនោះ Victor ក៏បានមកដល់ហើយគាត់នឹងក៏បានពន្យល់ពីរឿងរ៉ាវដែល Patrick បានយល់ច្រឡំហើយមានចំណុចមួយនោះគាត់បានប្រាប់ថាគាត់បានយកសេចចេញពី Patrick មែនប្រូ Patrick មានប្រតិកម្មទៅនឹងសត្វសេកនេះបានន័យថា Alexei អីចឹងទៅដោយមិនជឿសម្ដីរបស់គាត់និយាយនោះ Victor ក៏បានយករោមសត្វទីនឹងមកឲ្យ Patrick ហេតុហើយគាត់នឹងក៏បានកណ្ដាស់ Victor ក៏បានផ្ដល់ដំបូន្មានឲ្យ Patrick ថាការស្រឡាញ់គឺគ្មានលក្ខខណ្ឌនោះទេទោះកូនមិនមែនជាកូនបង្កើតរបស់ប៉ាក៏ដោយក៏ប៉ានៅតែស្រឡាញ់កូនដែរក្រោយមក Victor ក៏បានដើរចេញពីទីនោះទាំងកំសត់ហាក់ដូចជាមានអារម្មណ៍សោកស្ដាយចំពោះសកម្មភាពដ៏ឆ្លើយរបស់ខ្លួនបងមើលGargamel វិញគាត់ក៏បានមកដល់កន្លែងជិះកន្ត្រកហោះមួយកន្លែងហើយគាត់ក៏បានប្រើវេទមន្តឲ្យមនុស្សគ្រប់គ្នាគោរពខ្លួនហើយនេះ Survey Vixen និង Harkus នឹងឆ្មាគួរឲ្យស្អប់របស់ខ្លួននឹងឡើងជិះលើកន្ត្រកហោះនោះដើម្បីឲ្យ Smurfy នឹងកាន់តែមានអារម្មណ៍សប្បាយរីករាយក្រែងលោនាងនឹងប្រគល់រូបមុននោះឲ្យគាត់ពេលរៀបឡើងជិះលើកន្ត្រកហោះនោះ Hepsi ក៏បានប្រាប់កាកាមេថានាងដល់ម៉ោងលេបថ្នាំទឹកវេទមន្តហើយតែ Gargamelបែរជាបដិសេធមិនឲ្យនាងផឹកនោះទេហើយនាងក៏ហាក់ដូចជាអស់កម្លាំងខ្លាំងណាស់នៅលើកន្លែងជិះកន្ត្រកហោះនោះ Gargamel បានប្រើវេទមន្តឲ្យកន្ត្រកហោះនោះកាន់តែស្អាតរីឯ Smurfy វិញក៏បានប្រើវេទមន្តរបស់នាងនោះដែលនឹងធ្វើឲ្យកន្ត្រកនោះវិលខ្ញាល់វិលលឿនដូចកង្ហាអញ្ចឹងរួចហើយក៏បានវិលរបូតកង់រមៀលផ្អើលពេញទីក្រុងតែម្ដងពកមកប៉ាប៉ាវិញពេលនេះគាត់នឹងកើតក្តីកង្វល់ណាស់ព្រោះគាត់បានគិតថាគាត់ថែរក្សា Smurfface មិនបានគ្រប់គ្រាន់គាត់ក៏បាននិយាយរឿងនេះទៅកាន់ Patrick ថាខ្ញុំមិនមែនជាអ្នកបង្កើត Smurfface ទេកាកាមេគឺជាអ្នកបង្កើតនាងហើយចុះបើនាងជ្រើសរើសយកកាកាមេខ្ញុំនឹងបាត់បង់កូនស្រីម្នាក់ហើយមែនទេភ្លាមនោះ Patrick នឹងក៏បាននិយាយលើកទឹកចិត្តប៉ាប៉ាថាកាកាមេគ្រាន់តែជាអ្នកបង្កើតនាងទេតែប៉ាប៉ាគឺជាអ្នកថែរក្សានាងរួមនាងមើលថែនាងនឹងផ្ដល់ក្តីស្រឡាញ់ពិតឲ្យនាងហើយរឿងទាំងអស់នេះគឺជាអ្វីដែលនាងចង់បានគ្រាន់តែសូរសម្ដីនេះរួចប៉ាប៉ាងដូចជាមានកម្លាំងចិត្តឡើងវិញរួចគាត់ក៏បានបួស្មើផ្សេងទៀតនឹង Patrick នឹងទៅជួយ Smurfy ពេលនេះផងដែរKK ក៏បានមកដល់ផ្ទះក្រោមដីដើម្បីបន្តប្រារព្ធពិធីខួបកំណើតរបស់ Smurfit ទៀតចំណែកក្រុមរបស់ប៉ាប៉ាបានចែកគ្នាធ្វើការតាមគម្រោងដោយប៉ាប៉ានិងវ៉ានីធីធ្វើដំណើរមកកាន់លូទឹកមួយចំណែកឯ Patrick និង Victor ដែលត្រឡប់មកជួយចំណែកឯ Patrick កំពុងតែគាស់លូចូលទៅក្រោមដីតែគាស់មិនរួចភ្លាមនោះ Victor ក៏បានមកជួយអញ្ចឹងពួកគេគាស់ចូលទីនេះដើម្បីទៅពន្លត់អគ្គិសនី Smurf Face ពេលនេះគឺកំពុងស្ថិតនឹងស្ថានភាពពិបាកក្នុងការសម្រេចចិត្តនាងគួរតែប្រាប់ពីវេទមន្តតា Gargamelឬអត់តែចុងក្រោយនាងក៏បានសម្រេចចិត្តថាខ្ញុំមិនប្រាប់ទេដែលនេះធ្វើឲ្យ Gargamel មានការខឹងយ៉ាងខ្លាំងបន្តិចក្រោយមកស្រាប់តែ Vicky និង Harkus អស់កម្លាំងទន់ល្វីចច្រវាក់ដូចជាចិត្តស្លាប់អញ្ចឹងរីឯ Smurfy វិញនាងអាណិតពួកគេហើយមានការភ័យជាខ្លាំងព្រោះខ្លាចពួកគេបាត់បង់ជីវិតបន្ទាប់មកនាងក៏ព្រមសរសេររូបមន្តនោះចេញមកឲ្យ Gaga ដល់ប៉ាប៉ានិង Vanity តែមិនអាចចេញពីលូទឹកបាននោះបានដឹងពីរឿងក្រដាសវេទមន្តនោះហើយក៏មានការសោកស្ដាយជាខ្លាំងចំណែកឯ Patrick និង Water ក៏បានធ្វើដំណើរមកដល់កន្លែងផ្ដាច់ចរន្តអគ្គិសនីមួយរីឯ Gargamel បន្ទាប់ពីបានក្រដាសវេទមន្តនោះ
ខ្លួនក៏បានធ្វើឲ្យវិចស៊ីនិងហាកាសខ្លាយទៅជាពណ៌ខៀវដែរបន្ទាប់មកកាកាមេក៏បានចាប់ពួកគេទាំង3នាក់ចូលទៅក្នុងទ្រុងតែម្ដងដើម្បីចម្រោះយកថាមពលរីឯប៉ាប៉ាដូចជាអស់សង្ឃឹមណាស់តែវណ្ណាទីធីក៏បានប្រើកញ្ចក់របស់ខ្លួនដើម្បីបើកគន្លឹះទ្វារដែកលូនោះបើឃើញទេបើចឹងយើងអាសាមានយកកញ្ចក់តាមខ្លួនអីពិតជាមានសំណាងហើយអញ្ចឹងដំណើរគ្នានោះផងដែរ Victor និង Patrick ក៏បានសហការគ្នាជួយ Cassie និង Clumsy ក្នុងការបិទជ្រុលអគ្គិសនីបានដោយជោគជ័យហើយដាច់ភ្លើងមួយក្រុងតែម្ដងតែគុំនិយាយបានគ្នាឆក់ឡើងចង់ខ្លោចទៅហើយអាណិតខ្លាំងណាស់មើលទៅរីឯកាកាមេដែលរៀបចំជ្រុលអគ្គិសនីដើម្បីស្រូបយករោមនិងធម្មពលផ្សេងពីស្មៅវិជាស៊ីនិង Corkers បានរកដំណោះស្រាយដើម្បីរកប្រព័ន្ធអគ្គិសនីមកផ្គត់ផ្គង់ពងប្រតិបត្តិការស្រូបយកធម្មពលនេះកាកាមេក៏បានដើរចេញពីកន្លែងធ្វើការរបស់ខ្លួនចំណែកប៉ាប៉ានិងវណ្ណាធីក៏បានមកជួយក្រុម Smurfs គាត់នឹងមិនបានបន្ទោសស្ដី Smurfs អ្វីនោះទេពីរឿងដែលនាងបានប្រាប់រូបមុននឹងទៅកាន់ Gargamel អ្វីដែលសំខាន់នោះគឺយើងត្រូវតែជួយជីវិតរបស់មនុស្សជាមុនសិនចំណែកឯ Gargamel ក៏បានចេញទៅខាងក្រៅដោយខ្លួននឹងបានទាញយកខ្សែភ្លើងភ្ជាប់ជាមួយនឹងរូបសំណាកនៅកំពូលខ្ពស់អញ្ចឹងទៅហើយក៏បានប្រើវេទមន្តរបស់ខ្លួនបង្កើតឲ្យមានចរន្តអគ្គិសនីពេលប៉ាប៉ាជួយពួកគេចេញមកខាងក្រៅបានបន្តិចស្រាប់តែកាកាមែនក៏បានចូលមកដល់ហើយចាប់ខ្លួនពួកគេទាំងអស់ដាក់ទៅក្នុងទ្រុងកាកាមែនក៏បានរៀបចំធ្វើពិធីស្រូបយកថាមពលរបស់ពួកគេដើម្បីបង្កើនវេទមន្តដ៏ធំអស្ចារ្យរបស់ខ្លួនភ្លាមនោះ Victor និង Patrick ក៏បានមកដល់ហើយពួកគេក៏បានវាកំទេចកញ្ចក់ដែលរក្សាវេទមន្តពណ៌ខៀវនោះឲ្យបែកខ្ចាយរីឯកាកាម៉ែរៀបនឹងប្រើដំបងវេទមន្តរបស់ខ្លួននោះក៏ត្រូវបានខ្ទាតធ្វើដោយសារតែថាមពលពណ៌ខៀវដ៏អស្ចារ្យនោះបុកខ្ទាតចេញមកខាងក្រៅហើយវាក៏បានធ្វើឲ្យអ្នកដែលនៅក្នុងកន្លែងក្រោមដីទាំងអស់នោះខ្ទាតដូចគ្នារីឯទីក្រុងប៉ារីសទាំងមូលក៏ស្រាប់តែមានពណ៌ខៀវដ៏ស្រស់ស្អាតណាស់ដោយសារតែកម្លាំងថាមពលវេទមន្តពណ៌ខៀវនេះមើលចុះផ្ទុះដូចជាកញ្ជ្រួចពណ៌ខៀវអញ្ចឹងបាទពិតជាស្អាតមែនទែនបាទថតទុកមួយបាទចំណែកឯក្រុម Smurfy និង Patrick ក៏បានមកជួបជុំគ្នាហើយពេល Hawker សួរពី Victor Patrick ក៏បានក្លាហាននិយាយថាបាទគាត់នេះគឺជាឪពុករបស់ខ្ញុំបាទប្រហែលជាគាត់នឹងស្រឡាញ់ឪពុកចុងរបស់វិញហើយដោយសារតែជាមួយគ្នាអញ្ចឹងទៅចំណែកឯ Victor ក៏បានណែនាំខ្លួនរបស់នាងទៅកាន់ដោយក្តីរំភើបផងដែរភ្លាម No Stephanie Camel បានចេញពីក្នុងលូហើយកាន់ដំបងវេទមន្តធំរបស់ខ្លួនគំរាមអ្នកគ្រប់គ្នាមិនឲ្យទៅណាដោយឃើញដំបងវេទមន្តតូចនៅក្បែរនោះផងដែរ Smurfette ក៏បានលោតយកដំបងតូចនោះហើយបានបាញ់ត្រឡប់ទៅ Gargamel វិញធ្វើឲ្យ Gargamel ហោះទៅលើមេឃធ្លាក់រទៀតរទងរទេតរតាត់រតែចំកាំជួចផ្ទុះហោះហើរពេញលើអាកាសតែម្ដងមិនដឹងងាប់ឬមួយក៏អត់នោះទេពេលនេះ Smurfette ក៏បានប្រើដំបងវេទមន្តជប់ឲ្យមានត្បូងថែមដើម្បីនេះគេគេនឹងភូមិរបស់ស្មឹកវិញដូចគ្នាពួកគេទាំងអស់គ្នាក៏បានលាគ្រួសាររបស់ Patrick ហើយពួកគេក៏បានលេបត្បូងរួចត្រឡប់មកដល់ភូមិរបស់ស្មឹកវិញដោយសុវត្ថិភាពគ្រាន់តែមកដល់ភូមិភ្លាមបងប្អូនរបស់ស្មឹកទាំងអស់ក៏បានចាប់ផ្ដើមរៀបចំពិធីខួបកំណើតហើយមានការរាំច្រៀងយ៉ាងសប្បាយរីករាយចំណែកឯ Cassie និង Huskers ក៏បានក្លាយជាសមាជិករបស់ស្មឹកផងដែរហើយមើលទៅពួកគេចុះពិតជាមានការសប្បាយរីករាយជាខ្លាំងជប់សិនមុននឹងចប់រឿងយើងក៏បានប្រទះឃើញថាកាកាមែនក៏បានហោះចូលមកក្នុងអរុណឆ្លងភពមកកាន់ទឹកដីស្មឹកវិញហើយក៏បានត្រឡប់មកដល់ផ្ទះចាស់របស់ខ្លួនរួចហើយក៏បានធ្វើការខំគ្នាជាមួយនឹងឆ្មារបស់ខ្លួនថែមទៀតផងអញ្ចឹងពេលដែលមកដល់ទឹកដីរបស់ខ្លួនវិញនេះគ្រូសិល្បិសាចនេះនឹងមិនបាញ់ចប់ការចង់បានក្រុមរបស់ស្មឹកឡើយអញ្ចឹងយើងមានតែចាំមើលភាគបន្តទាំងអស់គ្នាដូច្នេះរឿងរបស់យើងវគ្គនេះគឺចប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះតាំងពីដើមរហូតដល់ចប់បើលោកអ្នកមិនទាន់បាន Subscribe សូមចុច Subscribe ដើម្បីទទួលបានរឿងថ្មីៗជាច្រើនទៀតសូមជូនពរអ្នកទាំងអស់គ្នាទទួលបាននូវសំណាងល្អសុខភាពល្អគ្រប់ពេលវេលាអរគុណ